សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Timothy Cambodia ថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅអ្នកទាំងអស់គ្នាគឺការដាក់ password protect នៅលើ worksheet អញ្ចឹងប្រសិនបើគ្នាយើងចង់ការពារទៅលើ sheet ផងយើងនៅក្នុង file Excel កុំឲ្យគេអាចកែទិន្នន័យយើងបានឬក៏ insert ទៅលើ row ឬក៏ insert ទៅលើ column នៅលើ sheet យើងបានអញ្ចឹងយើងអាចប្រើវិធីសាស្ត្រនេះបានគឺយើងដាក់ password ការពារទៅលើ worksheet ផងយើងអូខេតោះឥឡូវទៅមើលវីដេអូទាំងអស់គ្នានៅក្នុងការអនុវត្តអញ្ចឹងចាំខ្ញុំបញ្ចូលគ្នាយើងបន្ថែមទៀតអូខេអញ្ចឹងអានេះខ្ញុំមាន file មួយឥឡូវខ្ញុំសូមបើកឲ្យគ្នាយើងមើលសិនអញ្ចឹង file ហ្នឹងគឺខ្ញុំអត់ទាន់បានធ្វើអីទេអញ្ចឹងឧទាហរណ៍នេះយើងមាន zip ច្រើនអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំចង់ protect លើតែ zip នេះមួយឯងកុំឲ្យគេអាចបន្ថែមទិន្នន័យបានឬក៏ add column បន្ថែមឬក៏គេអាច insert ទៅលើ row បន្ថែមបានអញ្ចឹងណាអញ្ចឹងខ្ញុំនឹងដាក់ការពារទៅលើ zip មួយហ្នឹងគឺ zip ឈ្មោះ salary ហ្នឹងអញ្ចឹងណាអូខេអញ្ចឹងឥឡូវយើងដើម្បីអាចដាក់បានយើងចូលទៅ tab review បន្ទាប់មកនេះយើងឃើញមានពាក្យ protect sheet ហើយអញ្ចឹងយើង click លើវាមកអញ្ចឹងនៅក្នុងនេះគឺវាមាន option ច្រើនដែរសម្រាប់ឲ្យយើងរើសអញ្ចឹងទី1គឺតើយើងអនុញ្ញាតឲ្យគេ select ទៅលើ cell អត់អញ្ចឹងណាអញ្ចឹងបើ tick គឺមានន័យថាយើងអនុញ្ញាតឬក៏ allow ឲ្យគេអាចប្រើប្រាស់បានអញ្ចឹងណាប៉ុន្តែបើយើងដក tick គឺគេអាចធ្វើសកម្មភាពនឹងបានទេអញ្ចឹងដូចជាកន្លែងនេះគឺ format cell អញ្ចឹងពេលដែលយើងដក tick នេះគឺគេអាច format cell យើងបានទេអញ្ចឹងនៅក្នុងការ protect sheet នេះមាន format cell មាន format column មាន format row អញ្ចឹងទៅ insert row insert column អញ្ចឹងទៅអញ្ចឹងណាអញ្ចឹងទាំងអស់នេះគឺជា option ដែលយើងអាចរើសបានអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺបញ្ជាក់គ្នាយើងគឺពេលដែលយើងដោះ tick មានន័យថាយើងមិនអនុញ្ញាតឲ្យគេធ្វើរឿងនឹងទេនៅក្នុង sheet មួយហ្នឹងអញ្ចឹងឥឡូវខ្ញុំ tick តែ2ទេអាចឲ្យគេ select បានអញ្ចឹងណាអញ្ចឹងបន្ទាប់មកខ្ញុំអាចដាក់ password ខ្ញុំដាក់ password ឲ្យងាយស្រួលចាំទៅអញ្ចឹងខ្ញុំចុច OK អញ្ចឹងវាឲ្យយើង confirm មួយសារទៀតអញ្ចឹងខ្ញុំចុច OK អញ្ចឹងឧទាហរណ៍ឥឡូវមិញខ្ញុំអនុញ្ញាតឲ្យតែ select ឯនេះអញ្ចឹងខ្ញុំអាច select បានអូខេអញ្ចឹងឥឡូវខ្ញុំអត់អនុញ្ញាតឲ្យ insert column ទេអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំ insert column បានអត់អញ្ចឹងគឺវាបិទ picture ហ្នឹងហើយឃើញអត់អញ្ចឹង format cell ក៏បិទដែរ hide ក៏បិទដែរអញ្ចឹងខ្ញុំអាចសាក insert row គឺអត់មានដែរអូខេអញ្ចឹងអ្វីដែលយើងបានអនុវត្តមិញគឺយើងជោគជ័យហើយអញ្ចឹងគ្រាន់តែបញ្ជាក់គ្នាយើងពេលដែលគ្នាយើងចង់ protect នៅលើ zip ណាមួយនៃ file 7យើងដោយកុំឲ្យគេប៉ះពាល់ទៅលើទិន្នន័យនៅក្នុង zip នឹងបានយើងអាចប្រើវិធីសាស្ត្រនឹងបានគឺដាក់ password ការពារទៅលើ protect zip អូខេអញ្ចឹងយើងដាក់តាទៅលើ zip នឹងមួយឥឡូវឧទាហរណ៍យើងទៅចូលទៅ zip ផ្សេងអញ្ចឹងកន្លែង item នេះឡើយខ្ញុំដូរចំនួនកន្លែងនេះខ្ញុំអាចដាក់មក34វិញអូខេនេះឃើញអត់វីដេអូបានណាអញ្ចឹងឥឡូវខ្ញុំសាកមកកន្លែងយើងនេះវិញខ្ញុំដាក់3000ទៅវាបានអត់ឃើញអត់គ្រាន់តែយើងកែគឺវា alert message នឹងតែម្ដងអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើគ្នាយើងមានចម្ងល់អីអាចសាកសួរបន្ថែមបានឬក៏អាច comment នៅក្នុង comment ខាងក្រោមវីដេអូបានអូខេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ